อดแต่ขังกราวទំហំដីបើយើង12បាទរហូតមកដល់នេះហើយ18កន្លះអញ្ចឹងខ្ញុំសូមចូលទៅថតនៅខាងក្នុងដីម្ដងបាទបងនេះមើលនេះបាទស្អាតណាស់ដីនេះបាទហើយយើងមានសំណង់ផ្ទះ2សងខាងបងណាបាទខាងនេះមាន2បន្ទប់គេងបាទសំណង់ស្រាលខ្ញុំបញ្ជាក់ខាងនេះមាន2បន្ទប់គេងបងណាបាទសំណង់ស្រាលឥឡូវខ្ញុំទៅដល់ខាងក្រោយតែម្ដងដីរបស់គាត់គឺចាក់ខ្ពស់ហើយស្អាតស្រាប់បងបាទនេះឥឡូវយើងមកដល់ខាងក្រោយនេះគឺលបងហើយផ្លូវបាទអញ្ចឹងបងអាច renovate កែកុនដើម្បីស្នាក់នៅឬក៏ជួលចេញវិញបានណាបងបាទគឺអត់ជាបញ្ហាទេព្រោះដោយសារបងស្រីម្ចាស់ដីគាត់លក់តែដីទេប៉ុន្តែគឺសំណងស្រាលរបស់គាត់គឺគាត់ថែមជូនបងបាទអូខេបាទនេះខ្ញុំសូមបង្ហាញត្រឹមនេះចាស់បាទបាទហើយនេះផ្លូវទល់មុខគឺផ្ទះសំណាក់បាទនៅខាងលើបាទនៅខាងលើមួយជាន់ទៀត